សូមចម្រើនពរញាតិញោមអាត្មាលើកនៅប្រធានបទបរាជ័យផ្លូវចិត្តមនុស្សលើសកលលោកទាំងមូលទាំងបុរសស្ត្រីយុវជនយុវតីយុវនារីទាំងអស់សុទ្ធតែមានសេចក្តីប្រាថ្នាចង់បាននៅរបស់ជាទីគប់ចិត្តដែលខ្លួនចង់បានតែសេចក្តីចង់បានទាំងឡាយនោះមិនមែនបានមកដោយឯងទេការខំការធ្វើការប្រព្រឹត្តវាមានសេចក្តីពីរដែលនៅក្នុងនោះទី1គឺសេចក្តីបរាជ័យទី2គឺសេចក្តីជោគជ័យសេចក្តីបរាជ័យតែងកើតទៅលើមនុស្សគ្រប់វ័យមិនថាបុរសមិនថាស្ត្រីមិនថាមនុស្សចាស់មិនថាក្មេងជំទង់មិនថាក្រហមមិនថាអ្នកបួសសេចក្តីបរាជ័យទាំងនោះតែងតែជាឧបសគ្គមករាំងឃាត់នៅដំណើរនៃភាពជោគជ័យបរាជ័យផ្លូវចិត្តធ្វើឲ្យយើងបាត់បង់សតិបញ្ញាសេចក្តីទោសៈនិងមោហៈក្របសង្កត់អវិជ្ជាចូលមកជ្រៀតជ្រែកធ្វើឲ្យយើងគ្មានសតិនិងបញ្ញាត្រិះរិះគិតនៅរឿងល្អឬរឿងមិនល្អបើយើងចង់ឈ្នះបរាជ័យផ្លូវចិត្តយើងត្រូវដឹងថាមួយថ្ងៃមិនមែនបរាជ័យមួយថ្ងៃទេមិនមែនបរាជ័យរហូតឡើយតែបរាជ័យមួយថ្ងៃក៏មានថ្ងៃមានខែដែលជោគជ័យដែរបរាជ័យតែងតែសម្លាប់នៃមនុស្សទាំងឡាយឲ្យបាក់នៅទឹកចិត្តនិងកម្លាំងដែលធ្វើឲ្យមនុស្សទាំងឡាយគ្មានភាពរឹងមាំសេចក្តីបរាជ័យនាំឲ្យវិនាសដល់យើងដែលជាអ្នកមានសេចក្តីប្រាថ្នាតែបរាជ័យមានថ្នាំសម្រាប់បំបត្តិនៃសេចក្តីបរាជ័យបានបើយើងបរាជ័យផ្លូវចិត្តយើងអប់រំចិត្តយើងឲ្យស្រស់ស្រាយយើងរីករាយនឹងរឿងល្អដែលយើងប្រព្រឹត្តបច្ចុប្បន្នរឿងដែលមិនល្អយើងកុំនឹកយើងកុំគិតនៅរឿងដែលមិនល្អបើយើងគិតនិងនឹកនៅរឿងមិនល្អនោះហើយហៅថាគឺជាផ្លូវធ្វើឲ្យបរាជ័យចូលជ្រៀតជ្រែកក្នុងចិត្តគំនិតរបស់យើងធ្វើឲ្យមិនបានសម្រេចនៅកិច្ចការងារដែលយើងប្រាថ្នាបើយើងបរាជ័យផ្លូវចិត្តយើងត្រូវសម្រួលអារម្មណ៍ដោយគិតថាបរាជ័យវាតែងកើតទៅលើមនុស្សគ្រប់រូបបរាជ័យតែងបំផ្លាញសេចក្តីប្រាថ្នារបស់មនុស្សគ្រប់រូបតែបរាជ័យមានថ្នាំរាំងឃាត់កុំឲ្យកើតឡើងថ្នាំដែលរាំងឃាត់នោះគឺសេចក្តីមិននឹករលឹកនៅភាពមិនល្អនៅសេចក្តីមិនល្អនៅរឿងមិនល្អដែលស្ថិតនៅជុំវិញពីពេញខ្លួនរបស់យើងបំបត្តិនៅសេចក្តីមិនល្អដែលយើងប្រព្រឹត្តកន្លងមកហើយយើងនឹកនៅរឿងល្អគិតនៅរឿងល្អដែលយើងធ្វើនៅបច្ចុប្បន្នបើក្រហមបើមានសេចក្តីបរាជ័យផ្លូវចិត្តសូមយកថ្នាំគឺព្រះធម៌មករំងាប់បរាជ័យផ្លូវចិត្តនេះវាអាចសម្លាប់មនុស្សសត្វឲ្យស្លាប់នៅក្នុងភាពអវិជ្ជាត
តែយើងអាចមានថ្នាំសម្រាប់ខាត់និងបញ្ឈប់សេចក្តីបរាជ័យផ្លូវចិត្តឲ្យវិនាសបាត់បង់បានលុះត្រាតែយើងរៀនធ្វើចិត្តឲ្យស្ងប់មិនមានសេចក្តីមានះនៅក្នុងខ្លួនមិនមានអវិជ្ជានិងមច្ឆាទិដ្ឋិនៅក្នុងខ្លួនឡើយចូលសម្រួលដោយការសាងនៅកុសលដោយការរីករាយនៅសេចក្តីល្អដែលយើងធ្វើកន្លងមកនិងភាពជោគជ័យដែលយើងធ្លាប់ទទួលបានកន្លងមកចំណែកឯអ្នកបួសបើមានសេចក្តីបរាជ័យផ្លូវចិត្តសូមព្រះអង្គគ្រប់ព្រះអង្គស្ដាប់នៅព្រះធម៌ហើយអានសៀវភៅអប់រំចិត្តហើយធ្វើចិត្តឲ្យសោមនស្សនៅរឿងដែលយើងប្រព្រឹត្តដែលយើងទទួលបានដែលយើងធ្លាប់បាននៅអតីតនៅពេលដែលយើងទទួលបានកន្លងមកនោះហើយបរាជ័យនៅផ្លូវចិត្តมันអាចចូលមកជ្រៀតជ្រែកនៅក្នុងខ្លួននិងចិត្តរបស់យើងបានឡើយតែបើយើងធ្វេសប្រហែសយើងមិនរងាប់បងមិនមានថ្នាំរារាំងនោះសេចក្តីបរាជ័យនឹងធ្វើឲ្យយើងវិនាសដោយមិនដឹងខ្លួនដោយសារភាពអវិជ្ជាទោសៈនិងមោហៈក្របសង្កត់យើងដូចជាមនុស្សខ្វាក់ដែលដើរខុសផ្លូវដូចជាមនុស្សដែលដើរខុសផ្លូវធ្លាប់ស្ដាយក្រោយតែបើយើងនឹកយកនៅព្រះពុទ្ធនិងព្រះធម៌និងព្រះសង្ឃមកដាក់ក្នុងចិត្តហើយគិតថារឿងបរាជ័យកន្លងមកវាជាបទពិសោធន៍សម្រាប់សាងផ្លូវឲ្យទៅជោគជ័យសូមអនុមោទនា